កប៉ាល់ទីតានិកលេចបាត់ដោយសារបុកនឹងផ្ទាំងតកឬជាផែនការខាងក្រោមនេះគឺជាហេតុផលដែលអ្នកគួរដឹងមហាសេដ្ឋីទាំងអស់នៅលើពិភពលោកនៅក្នុងឆ្នាំ1912គូតែនៅលើនាវានោះទាំងអស់ប៉ុន្តែមានក្រុមមហាសេដ្ឋីមួយក្រុមនិងគូកនរបស់គេមិនបានឡើងជិះនាវាកំសាន្តមួយនោះទេនោះគឺត្រកូល Rothschild នេះគឺជាត្រកូលដែលមានជាងគេបំផុតមួយនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះនាសម័យនោះមានបុរសជាមហាសេដ្ឋីម្នាក់ដែលមានឈ្មោះថា Astor រស់នៅសហរដ្ឋអាមេរិកហើយរូបគេគ្រប់គ្រងទ្រព្យសម្បត្តិជាង 40% ទាំងអស់នៅក្នុងសហរដ្ឋអាមេរិកទាំងមូលដោយសារតែគាត់មានអំណាចខ្លាំងពេកនៅក្នុងសហរដ្ឋអាមេរិកគាត់បានបដិសេធនឹងគម្រោងបង្កើតធនាគារកណ្ដាលនៅក្នុងសហរដ្ឋអាមេរិកត្រកូល Rothschild មានផែនការចង់បង្កើតធនាគារកណ្ដាលប៉ុន្តែវាត្រូវបានលោក Astor បដិសេធនឹងផែនការមួយនេះដូចនេះដើម្បីផែនការរបស់ខ្លួនអាចដំណើរការទៅមានប្រសិទ្ធភាពនោះគឺមានតែលោក Astor បាត់ពីលើផែនដីនេះទេប៉ុន្តែតើត្រកូល Rothschild ធ្វើវាដោយរបៀបណាត្រកូល Rothschild បាននៅលើនាវានោះទាំងអស់ប៉ុន្តែប៉ុន្មាននាទីក្រោយមកពួកគេក៏បានចាក់ចេញពីនាវាវិញទាំងអស់វិញក្រោយមកនាវាក៏បានលិចបាត់ទៅក្នុងបាតសមុទ្របុរសមហាសេដ្ឋីដែលមានជាងគេនៅលើពិភពលោកនិងបណ្ដាក្រុមអ្នកនយោបាយមួយចំនួនផ្សេងទៀតរួមជាមួយនឹងលុយដ៏ច្រើនសង្សឹកសន្ធាប់របស់ពួកគេនោះក៏បានលិចបាត់ទៅបាតសមុទ្របើនិយាយអំពីត្រកូល Rothschild វិញនៅក្នុងឆ្នាំបន្ទាប់ក្រោយពីនាវាលិចបាត់នៅក្នុងឆ្នាំ1913ពួកគេក៏បានបង្កើតធនាគារកណ្ដាលនៅក្នុងសហរដ្ឋអាមេរិកបានសម្រេចដោយមិនមាននរណាម្នាក់បដិសេធនឹងផែនការរបស់ខ្លួនទៀតនោះឡើយ